ព្រះគម្ពីរម៉ាថាយជំពូក16ពួកផារីស៊ីនិងពួកសាឌូស៊ីគេមកលបួងទ្រង់សូមឲ្យសម្ដែងទីសំកាលមួយពីលើមេឃឲ្យគេឃើញ 2. តែទ្រង់មានព្រះបន្ទូលឆ្លើយថាដល់ល្ងាចញាក់រាល់គ្នានិយាយថាមេឃនឹងល្អពីព្រោះក្រហម 3. ហើយដល់ព្រឹកនោះអ្នករាល់គ្នាក៏ថានៅថ្ងៃនេះនឹងមានព្យុះភ្លៀងព្រោះមេឃក្រហមស្រទុំអមនុស្សកំពូតអើយអ្នករាល់គ្នាចេះសម្គាល់សន្តានរបស់មេឃមែនតែពុំអាចនឹងស្គាល់ទីសម្គាល់នៃសម័យនេះបានទេ 4. ពូជដំណើរអាក្រក់ហើយកំផាត់គេចេះតែរកទីសម្គាល់តែនឹងគ្មានទីសម្គាល់ណាបានប្រទានមកគេក្រៅពីទីសម្គាល់តែមួយនោះទេគឺហោរាយ៉ូណាសរួចទ្រង់យាងចោលគេបាត់ទៅ 5. ពួកសិស្សឆ្លងទៅឯត្រីមកខាងតែគេភ្លេចយកនំបងទៅ 6. គ្រានោះព្រះយេស៊ូវទ្រង់មានព្រះបន្ទូលថាចោលឲ្យពិចារណាហើយប្រុងប្រយ័ត្នចំពោះដំបែរបស់ពួកផារីស៊ីនិងពួកសាឌូស៊ីឲ្យមែនទែន 7. គេក៏រិះគិតគ្នាថាប្រហែលគេដោយព្រោះយើងមិនបានយកនំបងមកទេដឹង 8. កាលព្រះយេស៊ូវទ្រង់ជ្រាបនោះក៏មានព្រះបន្ទូលថាមនុស្សមានជំនាតិចអើយហេតុអ្វីបានជាអ្នករាល់គ្នារិះគិតគ្នាអំពីដំណើរដែលមិនបានយកនំបងមកដូច្នេះ 9. តើអ្នករាល់គ្នានឹកមិនទាន់ឃើញឬមិនចាំពីនំបង 5 និងមនុស្ស 5000 នាក់ហើយដែលអ្នករាល់គ្នាប្រមូលបានប៉ុន្មានកន្ត្រកនោះទេឬអី 10 ឬពីនំបង 7 និងមនុស្ស 4000 នាក់ហើយដែលប្រមូលបានប៉ុន្មានកំប្រងទេឬអី 1. ហេតុដូចម្ដេចបានជាអ្នករាល់គ្នានឹកមិនទាន់ឃើញថាមិនមែនពីនំបងដែលខ្ញុំប្រាប់ឲ្យប្រយ័ត្នពីដំបែរបស់ពួកផារីស៊ីនិងពួកសាឌូស៊ីនោះទេ 12 នោះទើបគេបានយល់ថាមិនមែនពីដំបែនំបងដែលទ្រង់មានព្រះបន្ទូលប្រាប់ឲ្យគេប្រយ័ត្នទេគឺពីលទ្ធិរបស់ពួកផារីស៊ីនិងពួកសាឌូស៊ីវិញ 13 កាលព្រះយេស៊ូវបានយាងមកដល់កវលក្រុងសេសារ៉ាភីលីបហើយនោះទ្រង់មានព្រះបន្ទូលសាកសួរពួកសិស្សថាតើមនុស្សទាំងឡាយគេថាកូនមនុស្សជាអ្នកណា 14 ពួកសិស្សទូលឆ្លើយថាខ្លះថាជាយ៉ូហានបាទីសខ្លះទៀតថាជាអេលីយ៉ាហើយខ្លះទៀតថាជាយេរេមៀឬហោរ៉ាណាមួយ 15 ទ្រង់មានព្រះបន្ទូលសួរថាចុះឯងអ្នករាល់គ្នាវិញតើថាខ្ញុំជាអ្នកណា16 ស៊ីម៉ូនពេត្រុសទូលឆ្លើយថាទ្រង់ជាព្រះគ្រីស្ទជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់17រួចព្រះយេស៊ូវមានព្រះបន្ទូលតបថាអ្នកស៊ីម៉ូនកូនយ៉ូណាសអើយអ្នកមានពរដល់បិទមិនមែនជាសាច់ឈាមដែលបានសម្ដែងឲ្យអ្នកស្គាល់ទេគឺព្រះបបិតានៃខ្ញុំដែលគង់នៅស្ថានសួគ៌វិញ19ខ្ញុំប្រាប់អ្នកថាអ្នកឈ្មោះពេត្រុសខ្ញុំនឹងតាំងភួកជំនុំខ្ញុំនៅលើធម្មតានេះហើយទ្វារស្ថានឃុំប្រលឹងមនុស្សស្លាប់នឹងមិនដែលឈ្នះពួកជំនុំឡើយ20ខ្ញុំនឹងឲ្យកូនសោនៃនគរស្ថានសួគ៌ដល់អ្នកបើអ្នកនឹងចងទុកអ្វីនៅផែនដីនោះនឹងត្រូវចងទុកនៅលើស្ថានសួគ៌ដែរហើយបើអ្នកនឹងស្រែកអ្វីនៅផែនដីនោះនឹងត្រូវស្រែកនៅស្ថានសួគ៌ដែរ21រួចទ្រង់ហាមពួកសិស្សមិនឲ្យគេប្រាប់ដល់អ្នកណាថាទ្រង់ជាព្រះគ្រីស្ទឡើយ21តាំងពីគ្រានោះមកព្រះយេស៊ូវទ្រង់ចាប់ផ្ដើមប្រាប់ដល់ពួកសិស្សថាទ្រង់ត្រូវតែយាងទៅឯក្រុងយេរូសាឡិមហើយត្រូវរងទុក្ខជាច្រើននៅដៃនៃពួកចាក់ទុំពួកសង្គ្រាចនិងពួកអាចារ្យហើយត្រូវគេធ្វើគុតផងតែក្រោយ3ថ្ងៃមកទ្រង់នឹងមានព្រះជន្មរស់ឡើងវិញ22នោះពេត្រុសក៏នាំទ្រង់មកចាប់តាំងទូលចំទាក់ថាព្រះអង្គម្ចាស់អើយសូមទ្រង់ប្រណីអង្គទ្រង់វិញកាលនោះមិនត្រូវមកដល់ទ្រង់ឡើយ23តែទ្រង់បែរទៅមានព្រះបន្ទូលនឹងគាត់ថាសាតាំងអើយចូលថយទៅក្រោយអញទៅឯងជាសេចក្តីបង្អាក់ដល់ចិត្តអញព្រោះមិនចេះគិតតាមគំនិតនៃព្រះសង្ឃគឺគិតតាមតែគំនិតរបស់មនុស្សលោកវិញ24រួចទ្រង់មានព្រះបន្ទូលទៅពួកសិស្សទាំងអស់គ្នាថាបើអ្នកណាចង់មកតាមខ្ញុំនោះត្រូវឲ្យលះកាត់ចិត្តខ្លួនឯងចោលចាញ់ហើយផ្ទុកឈើឆ្កាងមកតាមខ្ញុំចោះ25ព្រោះអ្នកណាដែលចង់ឲ្យ
រួចជីវិតនោះនឹងបាត់ជីវិតទៅតែអ្នកណាដែលបាត់ជីវិតដោយព្រោះខ្ញុំនោះនឹងបានវិញ26ដបិតបើមនុស្សណានឹងបានលោកីទាំងមូលតែបាត់ព្រលឹងទៅនោះតើមានប្រយោជន៍អ្វីដល់អ្នកនោះឬតើមនុស្សនឹងយកអ្វីទៅដូរឲ្យបានព្រលឹងខ្លួនវិញ27ព្រោះកូនមនុស្សនឹងមកក្នុងសេរីល្អនៃព្រះបបិតាជាមួយនឹងពួកទេវតារបស់លោកគ្រានោះលោកនឹងសងដល់គ្រប់គ្នាតាមការដែលបានធ្វើរៀងខ្លួន28ក្នុងប្រាប់អ្នករាល់គ្នាជាប្រកាសថាក្នុងពួកអ្នកដែលឈរនៅទីនេះមានអ្នកខ្លះមិនត្រូវភ្លក់សេចក្តីស្លាប់តតែបានឃើញកូនមនុស្សមកក្នុងនគររបស់លោក